ជំរាបសួរពុកម៉ែបងប្អូនទាំងក្នុងក្រៅប្រទេសទាំងអស់គ្នាថ្ងៃនេះមកជួបគ្នាទៀតហើយជាមួយខ្ញុំម៉ារីហៅម៉ារីគឹមរស់នៅប្រទេសម៉ាឡេស៊ីថ្ងៃនេះផងដែរខ្ញុំមកបង្ហាញបងប្អូនពីរបៀបខត្រីបងប្អូនត្រីនេះខ្ញុំមិនដឹងថាត្រីអីគេទេបងប្អូនខ្ញុំអត់ស្គាល់ឈ្មោះទេតែខ្ញុំធ្លាប់តែខ្ញុំមកខជាច្រើនដងបងប្អូនខទៅឆ្ងាញ់អញ្ចឹងណាហើយបើខ្ញុំឃ្លានត្រីខគឺខ្ញុំទិញត្រីប្រភេទហ្នឹងមកខញ៉ាំខ្លួនឯងអត់ដល់ទិញត្រីខកំប៉ុងទេបងប្អូនហើយត្រីយើងលាងស្អាតហើយកាត់ស្អាតហើយខ្ញុំដាក់ប្រឡាក់គ្រឿងបងប្អូនគ្រឿងមានដូចជាអំបិលបន្តិចប្រេងខ្យងហើយនឹងម្រេចហើយនឹងខ្ញុំលួចជាមួយនឹងប៊ីចេងបន្តិចផងដែរបងប្អូនហើយយើងផ្អាប់ទុកសិនទៅឥឡូវយើងមកដាក់ចិត្តពេញប៉ោះខ្ញុំដាក់ពេញប៉ោះ2ផ្លែបងប្អូនហើយបងប្អូនមានខ្ទឹមបារាំងបងប្អូនអាចដាក់ថែមជាមួយនឹងខ្ទឹមបារាំង1មើមឬក៏ពាក់កណ្ដាលមើមអីថែមទៀតក៏រឹតតែឈ្ងុយឆ្ងាញ់ដែរបងប្អូនតែខ្ញុំអស់ខ្ទឹមបារាំងភ្លេចទិញបងប្អូនសមិញដល់ប៉ុណ្ណឹងហើយនេះយើងក៏ច្រាំខ្ទឹមសបងប្អូនខ្ទឹមសយើងទុករំលីងឲ្យឈ្ងុយដាក់ខនឹងឯងបងប្អូនចង់ផ្អាប់ជាមួយត្រីខ្លះក៏បានដែរបងប្អូនតែខ្ញុំអត់បានផ្អាប់ខ្ញុំប្រឡាក់ហើយខ្ញុំខ្ជិលច្របល់ទៀតអញ្ចឹងណាហើយឥឡូវខ្ញុំដាក់ប្រេងឆាបន្តិចបងប្អូនឲ្យខត្រីយើងរត់តែឈ្ងុយឆ្ងាញ់អញ្ចឹងណាខ្ញុំដាក់ប្រេងឆាបន្តិចហើយបានដាក់ស្ករខ្ញុំហ្នឹងខ្ញុំដាក់ស្ករសបងប្អូនមានស្ករក្រហមដាក់ស្ករក្រហមទៅហើយស្ករសខ្ញុំអត់តន់ឡើងក្រហមទេបងប្អូនខ្ញុំដាក់ខ្ទឹមសចូលលីងជាមួយគ្នាឡើងក្រហមជាមួយគ្នាអញ្ចឹងណាអញ្ចឹងហើយដល់ពេលស្ករយើងក្រហមខ្ទឹមយើងក្រហមដែរហើយឥឡូវឡើងក្រហមហើយបងប្អូនឡើងក្រហមខ្ញុំដាក់ទឹកត្រីពី3ជ្រោយអញ្ចឹងទៅហើយបងប្អូនមិនបាច់ដាក់គ្រឿងក្រៅច្រើនទេត្រីខ្ញុំធ្វើតិចដែរបងប្អូនខ្ញុំធ្វើតែត្រី5ទេបងប្អូនអើយហើយនេះដាក់ទឹកត្រីហើយគឺដាក់ត្រៀបពេញប៉ោះនឹងបាតខ្ទះបងប្អូនដាក់ឆ្នាំងក៏បានដែរយើងដាក់ត្រៀបពេញប៉ោះអញ្ចឹងហើយបានយើងដាក់ត្រីពីលើបងប្អូនត្រីយើងខអត់មានបែកសាច់ទេបងប្អូនអើយនៅមូលល្អណាស់ហើយផុយទាំងឆ្អឹងទៀតតែសំខាន់បងប្អូនខឲ្យយូរបងប្អូនមិនផុយឆ្អឹងតែយើងថែមទឹកច្រើនដងដែរហ្នឹងបងប្អូនទឹកយើងបាច់ថែមច្រើនពេកទេយើងថែមម្ដងតិចល្មមបានបងប្អូនហើយនេះខ្ញុំអត់ទាន់ដាក់ទឹកទេបងប្អូនខ្ញុំគ្របមកសន្ទុះសិនអញ្ចឹងណាឲ្យរត់តែឈ្ងុយឆ្ងាញ់អញ្ចឹងណាបងប្អូនហើយដល់ពេលខ្ញុំគ្របមកសន្ទុះហើយរៀងឈ្ងុយល្អហើយបានខ្ញុំដាក់ទឹកបន្តិចហើយគ្របបងប្អូនគ្របមកទឹករៀងរីខ្ញុំថែមទឹកទៀតអញ្ចឹងណាបងប្អូនមិនបាច់ថែមច្រើនទេហើយថែមប៉ុណ្្នឹងហើយមកម៉ារីទៀតយើងថែមទៀតចឹងទៅបងប្អូននិយាយពីថាខឆ្ងាញ់ណាស់បងប្អូនអើយអត់មានបែកសាច់ត្រីតាណាទេហើយបងប្អូនបាច់ចាំតកោអីទេបងប្អូនយើងដាក់អញ្ចឹងហើយវាអត់មានខ្លោចមានអីទេមុំតារីងទឹកសល់ទឹកតិចយើងថែមអញ្ចឹងទៅហើយនេះខ្ញុំផ្ទេដាក់កូនឆ្នាំងបងប្អូនព្រោះខ្ញុំត្រូវការប្រើខ្ទះមើលខខ្ញុំមើលបងប្អូនមើលខតំណងអត់ហើយនេះខ្ញុំដល់វគ្គខ្ញុំដួសខញ៉ាំបាយបងប្អូនសាច់ត្រីអត់មានបែកទេហើយកូនខ្ញុំក៏ចូលចិត្តញ៉ាំដែរបងប្អូនជាពិសេសទឹកខហ្នឹងឆ្ងាញ់ណាស់បងប្អូនជាតិតែម្ដងអរគុណច្រើនបងប្អូនវីដេអូខ្ញុំក៏ដល់ទីបញ្ចប់ផងដែរបាយបាយជម្រាបលាជួបគ្នាវីដេអូក្រោយ